រឿងកូនស្ដេចដំរីសគឺជានិទានកថាបែបអប់រំសីលធម៌ដ៏មានប្រជាប្រិយភាពមួយដែលឆ្លុះបញ្ចាំងពីតម្លៃនៃសេចក្តីកតញ្ញូចំពោះអ្នកមានគុណខាងក្រោមនេះគឺជាសេចក្តីសង្ខេបនៃរឿងកាលពីព្រេងនាយមានដំរីសដ៏ចម្លែកមួយរស់នៅក្នុងព្រៃហមពានដំរីសនេះមានរូបរាងស្អាតប្លែកពីដំរីដទៃនិងមានចិត្តបុណ្យខ្ពង់ខ្ពស់វាមានម្ដាយមួយដែលភ្នែកទាំងសងខាងមើលមិនឃើញពិការរាល់ថ្ងៃកូនដំរីសតែងតែខំប្រឹងដើរបេះផ្លែឈើនិងរកទឹកមកបញ្ចុកម្ដាយដោយចិត្តកតញ្ញូបំផុតប៉ុន្តែជាអកុសលថ្ងៃមួយមានព្រានព្រៃម្នាក់បានឃើញដំរីសនេះក៏ទៅទូលស្ដេចឲ្យមកចាប់យកទៅវាំងដើម្បីធ្វើជាដំរីសឹកដ៏មានបារមីបន្ទាប់ពីត្រូវគេចាប់យកមកដល់ក្នុងវាំងកូនដំរីសមិនព្រមស៊ីស្មៅឬទឹកដែលគេយកមកថ្វាយឡើយវាតែងតែយំសោកបោកខ្លួនព្រោះនឹកម្ដាយដែលនៅម្នាក់ឯងក្នុងព្រៃនិងបារម្ភថាគ្មានអ្នកណារកចំណីឲ្យម្ដាយស៊ីឃើញដំរីមានទឹកមុខស្រពោននិងមិនព្រមស៊ីអ្វីសោះស្ដេចក៏សួរនាំរកមូលហេតុនៅពេលដឹងថាដំរីសនេះមានចិត្តកតញ្ញូចង់ទៅមើលថែម្ដាយដែលពិការភ្នែកស្ដេចក៏មានចិត្តអាណិតអាសូរជាពន់ពេកហើយក៏បញ្ជាឲ្យគេដោះលែងកូនដំរីសឲ្យត្រឡប់ទៅព្រៃវិញពេលត្រឡប់ទៅដល់ព្រៃវិញកូនដំរីសបានយកទឹកមកស្រោចជ្រោបលើភ្នែកម្ដាយហើយស្រាប់តែភ្នែកម្ដាយក៏បានជាសះបោយមើលឃើញវិញដូចដើមពួកគេទាំងពីររស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខតរៀងមកតម្លៃអប់រំនៃរឿងសេចក្តីកតញ្ញូការដឹងគុណនិងការមើលថែទាំមាតាបិតាគឺជាមង្គលដ៏ឧត្តមឧត្តមសេចក្តីមេត្តាការមានចិត្តអាណិតអាសូរចំពោះសត្វលោកដូចស្ដេចដែលដោះលែងដំរីនាំមកនូវសេចក្តីស្រឡាញ់និងការគោរពបុណ្យបារមីអ្នកដែលធ្វើអំពើល្អតែងតែទទួលបានការជួយជ្រោមជ្រែងនៅពេលជួបគ្រាកំណាច